Going back to origin and rewrite your coffee story សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីតំបន់ដែលកាហ្វេអាចដាំដុះបាននៅទូទាំងពិភពលោកនៅទូទាំងពិភពលោកយើងទាំងមូលហ្នឹងគឺមានទ្វីប5ដែលអាចដាំដុះកាហ្វេបានទ្វីបអាមេរិកខាងត្បូងអាមេរិកខាងជើងអាហ្វ្រិកអាស៊ីហើយនិងតំបន់សមុទ្រអូសេនីកន្លែងនេះអញ្ចឹងយើងមើលទៅតាមខ្សែបន្ទាត់អេក្វាទ័រនេះគឺមានប្រហែលជា70ប្រទេសដែលអាចឲ្យកាហ្វេលូតលាស់ដាំដុះបាននៅក្នុងនោះប្រទេសកម្ពុជាយើងក៏ស្ថិតនៅក្នុងតំបន់ដែលអាចដាំដុះកាហ្វេបានដែរជាធម្មតាពីទ្វីបមួយតំបន់មួយរសជាតិវាបានកំណត់នៅរសជាតិរបស់កាហ្វេដោយអាស្រ័យទៅលើកត្តាទីតាំងភូមិសាស្ត្រអាកាសធាតុរយៈកម្ពស់អញ្ចឹងកាហ្វេតាំងពីមុនពេលដែលបានដាក់ចូលទៅដាំនៅលើដីហ្នឹងរសជាតិរបស់វាហ្នឹងគឺគេបានកំណត់ flavor mapping រួចទៅហើយប៉ុន្តែបើសិនជាពួកយើងរួមគ្នាធ្វើការជាមួយគ្នាគឺយើងអាចទៅសេនៅរឿងរ៉ាវមានន័យថា rewrite our coffee flavor coffee story បានម្ដងទៀតអញ្ចឹងខ្ញុំសូមមកបង្ហាញអំពីថាតើ coffee flavor កាត់ឡើងពីអីនៅក្នុងចំណុចនេះ coffee flavor ខ្ញុំសូមនិយាយថារសជាតិកាហ្វេប៉ុន្តែពាក្យមួយម៉ាត់នេះប្រហែលជាមិនចំពេញលេញដោយសារតែខ្ញុំរកពាក្យនិយាយឲ្យចំអត់ឃើញ coffee flavor ហ្នឹងគឺវាកាត់ឡើងពី taste មានន័យថាយើងប្រើអណ្ដាតយើងដើម្បីដឹងរសជាតិ aroma គឺយើងប្រើច្រមុះយើងដើម្បីទទួលបានវាអញ្ចឹង coffee flavor គឺវាកាត់ឡើងដោយវិញ្ញាណទាំងពីររបស់មនុស្សយើងគឺប្រើច្រមុះដើម្បីទទួលក្លិនប្រើអណ្ដាតយើងមាត់យើងហ្នឹងដើម្បីទទួលបាននៅរសជាតិហើយតើកត្តាអីខ្លះដែលកំណត់នៅរសជាតិរបស់កាហ្វេមាន4ចំណុចទី1គឺប្រភពដែលវាដាំដុះដូចខ្ញុំបានលើកឡើងពីមុនថាតំបន់មួយគេបានធ្វើ mapping flavor រួចទៅហើយទី2គឺការកែច្នៃវិធីសាស្ត្រក្នុងការកែច្នៃកាហ្វេមានន័យថាតើអ្វីទៅជាវិធីសាស្ត្រកែច្នៃគ្រាប់កាហ្វេគឺជាដំណាក់កាលនៃសកម្មភាពបន្តបន្ទាប់គ្នាក្នុងគោលបំណងគឺទទួលយកនៅគ្រាប់របស់កាហ្វេមានន័យថាវាមានសបកវាមានសាច់គឺយើងដកវាចេញគោលដៅគឺយកគ្រាប់នៅខាងក្នុងចុងក្រោយដើម្បីយកមកលីងអញ្ចឹងការកែច្នៃកាហ្វេគឺមានវិធីសាស្ត្រច្រើនមានវិធីសាស្ត្របែប classic ដូចជា natural process វិធីសាស្ត្រខ្ញុំបកប្រែថាកែច្នៃបែបធម្មជាតិវិធីសាស្ត្រ wash process គឺការកែច្នៃដោយការយកផ្លែកាហ្វេហ្នឹងមកត្រាំទឹកហើយមកយកហើយយើងលាងសម្អាតចេញហើយយើងយកទៅហាលមួយទៀតគឺ honey process វាគឺជាវិធីសាស្ត្រ hybrid ការកាត់គ្នារវាង natural ហើយនិង wash ហើយវិធីសាស្ត្រកែច្នៃបែបទំនើបឬក៏គេហៅថាបែប experiment ការពិសោធន៍រួមមានដូចជា anaerobic process គឺការកែច្នៃដោយដកអុកស៊ីហ្សែនចេញពីក្នុងធុងមួយបិទជិតហើយឲ្យ microbial ជាប្រភេទគេហៅថា microorganism កោសិកាតូចដូចពួកបាក់តេរីផ្សេងៗហ្នឹងវាទៅស៊ីស្ករដែលមាននៅក្នុងផ្លែកាហ្វេឬក៏សារធាតុប៉េកទីនរបស់កាហ្វេហើយវាបញ្ចេញមកវិញនៅអាស៊ីតហើយនិងអាល់កុលហើយនឹងសមាសធាតុ compound គីមីមួយចំនួនទៀតដែលវានឹង develop flavor របស់កាហ្វេនឹងឲ្យវាមានលក្ខណៈ complex នេះជាវិធីសាស្ត្រ anaerobic ហើយក៏មានវិធីសាស្ត្រ aerobic គឺយើងធ្វើការផ្អាប់ប៉ុន្តែដោយមានខ្យល់អញ្ចឹងជាទូទៅវាមានបាក់តេរីពីរធ្វើការគឺ acetic acid bacteria និង lactic acid bacteria ទាំងពីរបាក់តេរីនេះគឺវាធ្វើការនៅក្នុង environment ខុសគ្នាអាហ្នឹងវាជាវិធីសាស្ត្របែប ferment experiment មួយទៀតគឺប្រើវិធីសាស្ត្រដូចគេធ្វើស្រាគឺ carbon maceration គឺគេមានធុងមួយគេបញ្ចូល CO2 ចូលក្នុងធុងហ្នឹងហើយឲ្យសមាសធាតុ CO2 ហ្នឹងធ្វើការជាមួយនឹងកាហ្វេវាជាវិធីសាស្ត្រមួយទៀតហើយក៏មាន experiment ផ្សេងទៀតដែលយើងយកគេហៅថាប្រភេទពួក micro គេហៅថា yeast ឬក៏ mold ដែលគេយកមកប្រើនៅក្នុង industry ដូចជាធ្វើស្រាបៀធ្វើស្រាក្រហមឬធ្វើនំប៉័ងជាប្រភេទ yeast បែបហ្នឹងគេយកវាមក play around ជាមួយនឹងការកែច្នៃកាហ្វេដែរដើម្បីទទួលបាននៅរសជាតិថ្មីមួយអញ្ចឹងត្រង់ចំណុចដែល Pida Coffee Farm លើកឡើងនៅ project មួយ Going back to origin and rewrite your coffee story គឺយើងត្រឡប់មកកសិដ្ឋានធ្វើការជាមួយកសិករយ៉ាងយកចិត្តទុកដាក់ពីការដាំដុះហើយយើងនឹងធ្វើការពិសោធន៍លើវិធីកែច្នៃផ្សេងៗដើម្បីឲ្យកាហ្វេយើងវាមានរសជាតិមួយប្លែកវាមានរសជាតិមួយផ្សេងខុសពីអ្វីដែលគេបានកំណត់នៅលើ flavor mapping អញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចូល
ចូលរួម project នេះយើងនឹងអាចចូលរួមបានប៉ុន្តែសម្រាប់ឆ្នាំនេះ season 1 នេះគឺយើងមានអ្នកចុះឈ្មោះចូលរួមពេញអស់ហើយអញ្ចឹងសម្រាប់ឱកាសក្រោយបើសិនជាបងប្អូនចាប់អារម្មណ៍អាចចុះឈ្មោះចូលរួមបានតាមរយៈសមាគមកាហ្វេកម្ពុជាហើយពួកយើងនឹងរីករាយចែករំលែកនៅអ្វីដែលយើងបានធ្វើបានពិសោធន៍ជូនដល់បងប្អូនដើម្បីរួមគ្នាធ្វើឲ្យវិស័យកាហ្វេរបស់យើងមានការរីកចម្រើនហើយខ្ញុំក៏សូមបញ្ជាក់មួយដែរពួកយើងគឺជាកសិករដាំកាហ្វេហើយខ្ញុំខ្លួនឯងផ្ទាល់ក៏មិនមែនជាអ្នកជំនាញក្នុងការកែច្នៃកាហ្វេឬមួយក៏បានសញ្ញាបត្រមកពីណាដែរគឺជាចំណេះដែលយើងបានធ្វើយើងបានស្រាវជ្រាវហើយក៏បានសួរនាំពីគេដែលចេះដឹងពីមុនមកអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងចែករំលែកមិនមែនជាការបង្រៀនទេគឺជាការចែករំលែកអ្វីដែលយើងបានឆ្លងកាត់ជូនទៅបងប្អូនហើយសង្ឃឹមថាអ្នកដែលគាត់មកចូលរួមនៅថ្ងៃទី7ដល់ថ្ងៃទី9នេះគាត់នឹងបានទទួលយកបទពិសោធន៍ជាក់ស្ដែងពីការដាំដុះរហូតដល់កែច្នៃរហូតដល់លីងរហូតដល់ឆុងអញ្ចឹងអរគុណច្រើន